ប្រធានគណៈបកចំនួនថ្មីលោកមីសវណ្ណរាបានជំរុញទៅកាន់ក្រសួងមហាផ្ទៃនិងអគ្គស្នងការដ្ឋាននគរបាលជាតិត្រូវពិនិត្យនិងណែនាំបន្ថែមដល់សមត្ថកិច្ចនៅថ្នាក់មូលដ្ឋានឲ្យយល់ដឹងច្បាស់អំពីទូនីតិភារកិច្ចនិងព្រំដែនច្បាប់ក្នុងការអនុវត្តការងារពាក់ព័ន្ធទៅនឹងសកម្មភាពរបស់គណៈបកនយោបាយជៀសវាងការរំលោភលើដែនសមត្ថកិច្ចនិងសិទ្ធិសេរីភាពផ្ទៃក្នុងរបស់គណៈបកលោកមីសវណ្ណរាបានសរសេរសារលើបណ្ដាញសង្គម Facebook របស់លោកនៅថ្ងៃទី14ខែមិថុនានេះថាក្រសួងមហាផ្ទៃឬអគ្គស្នងការនគរបាលជាតិគួរតែរំលឹកឬណែនាំសារាចរស្ដីពីច្បាប់គណៈបកនយោបាយឲ្យប៉ុស្តិ៍នគរបាលឃុំសង្កាត់ទូទាំងប្រទេសបានដឹងនៅទូនីតិនិងកាតព្វកិច្ចរបស់ខ្លួននៃបែបបទរដ្ឋបាលការងារត្រង់ចំណុចណាដែលត្រូវសហការក្នុងការការពារសន្តិសុខឬសុំរបាយការណ៍ក្នុងសកម្មភាពបកជាសាធារណៈឬក្នុងទីស្នាក់ការបកដែលខ្លួនត្រូវបំពេញតួនាទីការលើកឡើងរបស់លោកមីសវណ្ណរានេះបន្ទាប់ពីមានហេតុការណ៍មួយបានកើតឡើងកាលពីព្រឹកថ្ងៃទី14ខែមិថុនាឆ្នាំ2026នៅឯទីស្នាក់ការគណៈបកចំនួនថ្មីក្នុងខេត្តកំពង់ឆ្នាំងគណៈថ្នាក់ដឹកនាំគណៈបកកំពុងរៀបចំកិច្ចប្រជុំការងារផ្ទៃក្នុងយ៉ាងស្របច្បាប់នៅក្នុងទីស្នាក់ការដែលជាទីតាំងឯកជននិងទទួលបានការអនុញ្ញាតត្រឹមត្រូវពីក្រសួងមហាផ្ទៃនិងអាជ្ញាធរខេត្តស្រាប់តែមានសមត្ថកិច្ចនគរបាលឃុំបានចូលមកថតរូបនិងអង្គុយស្ដាប់ដំណើរការកិច្ចប្រជុំរបស់គណៈបកជុំវិញករណីនេះលោកមីសវណ្ណរាបានបញ្ជាក់ថាលោកបានជួបពន្យល់ដោយផ្ទាល់ជាមួយមន្ត្រីនគរបាលស្ត្រីរូបនោះអំពីនីតិវិធីច្បាប់និងបែបបទរដ្ឋបាលដោយមិនមានការស្ដីបន្ទោសឡើយប៉ុន្តែលោកបានផ្ដាំផ្ញើទៅកាន់លោកមេប៉ុស្តិ៍នគរបាលឃុំសង្កាត់ឲ្យបញ្ឈប់ការចាត់តាំងកូនចៅឲ្យធ្វើសកម្មភាពបែបនេះបន្តទៀតលោកមីសវណ្ណរាបានចាត់ទុកទង្វើនេះថាគឺជាការរំលោភបំពានច្បាប់និងជាការគំរាមកំហែងបំផិតបំភ័យដល់សកម្មភាពនយោបាយដែលសមត្ថកិច្ចត្រូវបែងចែកឲ្យដាច់រវាងវេទិកាសាធារណៈនិងការជួបប្រជុំផ្ទៃក្នុងរបស់គណៈបកបន្ថែមលើនេះលោកមីសវណ្ណរាបានថ្លែងប្រាប់វិទ្យុខ្មែរប៉ុស្តិ៍នៅថ្ងៃនេះដែរថាបើការចុះមករបស់សមត្ថកិច្ចនោះក្នុងគោលបំណងការពារសុវត្ថិភាពនិងសន្តិសុខគឺសមត្ថកិច្ចគួរតែបំពេញតួនាទីនៅត្រឹមក្រៅរបងទីស្នាក់ការប៉ុណ្ណោះមិនមែនចូលមកលូកដៃឬឃ្លាំមើលក្នុងកិច្ចប្រជុំផ្ទៃក្នុងរបស់គេឡើយខ្ញុំមិនស្ដីបន្ទោសទៅនឹងស្ត្រីនគរបាលម្នាក់ដែលកើតមកថតនៅក្នុងទីស្នាក់ការគណៈបកចំនួនថ្មីខេត្តកំពង់ឆ្នាំងដែលខ្ញុំចូលរួមជាអធិបតីក្នុងការប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំគណៈបកចំនួនថ្មីនៅខេត្តកណ្ដាលអ្វីដែលខ្ញុំចុះពីឡានទៅខ្ញុំឃើញគាត់មកថតមកអង្គុយទៅជែកអីខ្ញុំថានេះជាការខុសឆ្គងផ្នែករដ្ឋបាលហើយគាត់ត្រូវយល់ពីទូនាទីអញ្ចឹងយើងអត់ស្ដីបន្ទោសគាត់ទេគឺផ្ដាំផ្ញើទៅមេរបស់គាត់មេប៉ុស្តិ៍ឃុំនៅក្នុងកន្លែងទីស្នាក់ការដែលខ្ញុំប្រជុំនៅកណ្ដាលក្រុងខេត្តកំពង់ឆ្នាំងហ្នឹងគឺថាឲ្យគាត់យល់ថាមកការពារសុវត្ថិភាពមកក្នុងន័យបំផិតបំភ័យគំរាមកំហែងប្រយោលឬក៏មកបែបណាឲ្យគាត់យល់ថានេះមិនមែនត្រូវដែលគាត់មកចូលនៅក្នុងទីស្នាក់ការហើយមកអង្គុយស្ដាប់មកថតការប្រជុំផ្ទៃក្នុងបកទេមិនមែនជាការចង់បានព័ត៌មានលម្អិតចង់បានឈ្មោះអ្នកណាចូលរួមឬក៏សកម្មភាពថតសម្លេងថតស្លឹកយ៉ាងម៉េចគឺខុសពីការជួបជុំគ្នាសាធារណៈណាប្រមូលមនុស្សមហាជនមកអានឹងគឺយើងត្រូវជូនតំណែងទៅសមត្ថកិច្ចអាជ្ញាធរដើម្បីឲ្យគាត់មកសហការពារសុវត្ថិភាពហើយអាចថតរូបថតអីបានជាសាធារណៈតែនេះប្រជុំកិច្ចការផ្ទៃក្នុងបកនៅក្នុងផ្ទះទីស្នាក់ការបកស្របច្បាប់របស់ក្រសួងមហាផ្ទៃរបស់អាជ្ញាធរខេត្តកំពង់ឆ្នាំងជាការកត់សម្គាល់កន្លងមកនេះសមត្ថកិច្ចឬអាជ្ញាធរនៅថ្នាក់មូលដ្ឋានតែងតែឆក់ឱកាសធ្វើសកម្មភាពរំលោភបំពានដែនសមត្ថកិច្ចរបស់ខ្លួនដែលច្បាប់បានកំណត់ឲ្យឈរជាអព្យាក្រឹតជាក់ស្ដែងសមត្ថកិច្ចឬអាជ្ញាធរនៅថ្នាក់មូលដ្ឋានមួយចំនួនបានចូលទៅដល់ទីតាំងឯកជនរបស់គណៈបកផ្ទាល់ដោយបានថតរូបភាពឃ្លាំមើលនិងកត់ឈ្មោះដែលទង្វើដដែលទាំងនេះគឺជាការគំរាមកំហែងនិងរារាំងដល់សេរីភាពនយោបាយរបស់គណៈបកក្រៅរដ្ឋាភិបាលយ៉ាងចំហការនេះមេដឹកនាំគណៈបកចំនួនថ្មីបានទាមទារយ៉ាងទទូចឲ្យក្រសួងមហាផ្ទៃនិងអគ្គស្នងការដ្ឋាននគរបាលជាតិចេញមុខពិនិត្យមើលសកម្មភាពរបស់កូនចៅខ្លួននៅថ្នាក់មូលដ្ឋានជាបន្ទាន់និងត្រូវចេញសារាចរណែនាំឬរំលឹកច្បាប់ស្ដីពីគណៈបកនយោបាយទៅដល់ប៉ុស្តិ៍នគរបាលទូទាំងប្រទេសដើម្បីស្គាល់ពីទូនាទីខ្លួនឯងច្បាស់លាស់
ជៀសវាងការប្រើអំណាចជន់ឈ្លីលើច្បាប់និងបង្កបរិយាកាសបំផិតបំភ័យដល់ប្រជាពលរដ្ឋតទៅទៀតខ្ញុំរិទ្ធីរាជវិទ្យុខ្មែរប៉ុស្តិ៍